ជំរាបសួរបងប្អូននិស្សិតទាំងអស់ជាទីគោរពស្រឡាញ់រាប់អាននៅក្នុងខណៈនេះខ្ញុំសូមលើកបង្ហាញនៅអត្ថបទមួយដែលមានចំណងជើងថាជំងឺដ៏កាចសាហាវ10មុខដែលពិបាកបំផុតក្នុងការរកថ្នាំព្យាបាលនៅក្នុងសង្គមខ្មែរឬប្រទេសកម្ពុជាតើជំងឺណាខ្លះដែលពិបាកព្យាបាលនៅក្នុងសង្គមខ្មែរអ្នកនឹងបានដឹងនៅពេលបន្តិចទៀតនេះប៉ុន្តែនៅខណៈនេះសូមពិចារណាជាមួយនឹងពាក្យជំងឺជាមុនសិនជំងឺគឺជាប្រភពនៃការឈឺចាប់និងជាសេចក្តីស្លាប់ប្រសិនបើមិនមានការព្យាបាលបានត្រឹមត្រូវទាន់ពេលវេលាបាទចឹងការពីប្រសាជាងព្យាបាលគម្រោងចាំឈឺហើយរត់ទៅរកការព្យាបាលប្រហែលជាគ្រោះថ្នាក់ច្រើនចឹងប្រយ័ត្នប្រយែងក្នុងការហូបចុកឬធ្វើសកម្មភាពក្រៅអំពីជំងឺរាងកាយនិងជំងឺផ្លូវចិត្តបាទដែលអាចបំផ្លាញសុខុមាលភាពរបស់មនុស្សបាទជំងឺមួយចំនួនទៀតដែលប្រជាជនខ្មែរមិនសូវបានចាប់អារម្មណ៍ហើយដែលនឹងបំផ្លាញនៅសេចក្តីសុខសាន្តរបស់មនុស្សខ្មែរភាពរីកចម្រើននៃប្រទេសខ្មែរហើយរួមទាំងបំផ្លាញជីវិតរបស់ប្រជាជនខ្មែរផងដែរនោះគឺជំងឺអិរិយាបថឬជំងឺទម្លាប់ឬជំងឺចរិតដែលមានជាបន្តបន្ទាប់ដូចតទៅអញ្ចឹងជំងឺ10មុខដែលពិបាកព្យាបាលនៅក្នុងស្រុកខ្មែរហ្នឹងគឺជំងឺចរិតឬក៏ជំងឺទម្លាប់ឬក៏ជំងឺអិរិយាបថយើងអាចឧទាហរណ៍ជាសាមញ្ញសិនមុនចូលដល់ជំងឺឧទាហរណ៍យើងរស់នៅប្រទេសកម្ពុជាជាទូទៅយើងអត់សូវជឿជាក់លើគ្នាទេដោយសារបាទជនជាតិយើងភាគច្រើនធ្វើអីក៏ដោយបាទមិនគួរឲ្យទុកចិត្តឬក៏និយាយបាត់ដៃខ្នងដៃដល់យូរទៅវាទៅជាទម្លាប់ទៅឃើញទេហ្នឹងហើយហៅថាជំងឺដែលពិបាកកែធ្វើឲ្យយើងពិបាកជឿជាក់គ្នាទុកចិត្តលើគ្នាជនជាតិយើងធ្វើអ្វីក៏ដោយមិនសូវយកគុណភាពជាអត្ថភាពធ្វើឲ្យទៅរួចអត់ព្រមយកប្រពៃណីដ៏ល្អផូរផង់របស់ដូនតាដែលធ្វើអីក៏ដោយគឺល្អមានគុណភាពដល់ពេលយើងធ្វើឲ្យទៅរួចណាបោកគេដល់អញ្ចឹងទៅវាបានតែម្ដងក៏វាចប់ណាអញ្ចឹងធ្វើឲ្យមនុស្សគេលែងជឿជាក់ណាហើយដល់ពេលយើងអាចទីហោករណីប្រទេសក្រៅវិញដោយសារគេអប់រំមនុស្សល្អអេរិយាបថល្អអញ្ចឹងមនុស្សជាទូទៅជឿជាក់នឹងទុកចិត្តឧទាហរណ៍តើកាលណាយើងធ្វើការជាមួយជនជាតិជប៉ុនជនជាតិសិង្ហបុរីជនជាតិអឺរ៉ុបជាទូទៅការងារគឺមានគុណភាពព្រោះអេរិយាបថរបស់ពួកគេធ្វើអីក៏ដោយយកគុណភាពជាអាទិភាពបាទនៅស្រុកខ្មែរយើងនិយាយអីក៏ដោយយើងច្រើននិយាយបាតដៃក្នុងដៃតែបើជាមួយជនបរទេសពួកអឺរ៉ុបហ្នឹងឬក៏ជប៉ុនសិង្ហបុរីហ្នឹងពួកគេបដូរផ្ដាច់ជាមួយពាក្យសម្ដីដែលគេនិយាយបើគេនិយាយហើយគឺគេធ្វើណាបាទបើគេអត់ហ៊ាននិយាយគឺគេអត់ធ្វើតែបើគេហ៊ាននិយាយគឺគេត្រូវតែធ្វើដល់អញ្ចឹងជីវិតមនុស្សរស់នៅវាងាយស្រួលកាលណាយើងធ្វើការងារជាមួយជនជាតិជប៉ុនឬក៏មនុស្សនៅអឺរ៉ុបណាតែពួកហ្នឹងវានិយាយអីយើងមិនបាច់ភ័យទេដល់ពួកវាបាទខំប្រឹងប្រែងធ្វើណាវាអាចធ្វើពលិកម្មជីវិតដើម្បីសម្រេចឲ្យបាននៅអ្វីដែលវាហ៊ាននិយាយអូខេបាទអញ្ចឹងនេះហើយយើងហៅថាជំងឺអេរិយាបថជំងឺទម្លាប់ឬក៏ជំងឺចរិតចឹងតែកាលណាយើងបណ្ដោះចរិតលក្ខណៈអត់ល្អទម្លាប់អត់ល្អធ្វើឲ្យឱកាសធ្វើការងារឬក៏របៀបធ្វើការងាររបស់យើងជាមួយអ្នកដទៃបាទវាមានគុណភាពថយទៅតាមនឹងដែរបាទអញ្ចឹងឥឡូវនេះយើងចូលដល់ជំងឺទាំង10យ៉ាងហ្នឹងដែលជាទូទៅច្រើនតែកើតមាននៅក្នុងស្រុកខ្មែរហើយប្រសិនបើយើងបានពិចារណាវាហើយយើងរកវិធីសាស្ត្រកែច្នៃលៃលកណាព្យាបាលវាទៅបាទយ៉ាងហោចណាស់វាជួយខ្លួនយើងឲ្យបានប្រសើរក៏ដូចជារួមចំណែកជួយសង្គមខ្មែរនឹងឲ្យវាប្រសើរជាងមុនខ្លះដែរបាទអញ្ចឹងយើងត្រូវតែមានជំនឿចិត្តថាម្ដងបន្តិចយើងពិតជាអាចណាកែប្រែសង្គមមួយនេះឲ្យបានល្អប្រសើរបាទជំងឺទី1ដែលពិបាកនឹងព្យាបាលនៅក្នុងស្រុកខ្មែរគឺជំងឺខ្ជិលច្រអូសបាទចាំតែគេធ្វើជំនួសឬក៏ចាំតែគេគិតជំនួសអញ្ចឹងមនុស្សខ្មែរគួរឲ្យកំសត់ត្រង់ថាខ្ជិលស្អីក៏ដោយចាំគេគិតជំនួសគេធ្វើជំនួសគេរៀបចំជំនួសអញ្ចឹងយើងគួរតែកែប្រែអរិយាបថនឹងចោលដោយរៀនគិតខ្លួនឯងរៀនធ្វើខ្លួនឯងកុំចាំគេណារៀនដើរតាមទស្សនៈពុទ្ធសាសនាដូចដែលពួកយើងអួតថាយើងជាពុទ្ធសាសនិកអញ្ចឹងខ្លួនទីពឹងខ្លួនអញ្ចឹងកុំចាំគេធ្វើឲ្យព្យាយាមគិតខ្លួនឯងធ្វើខ្លួនឯងបាទអញ្ចឹងនៅទីនេះគេបានសរសេរថាជំងឺខ្ជិលច្រអូសបាទចាំតែគេធ្វើជំនួសចង់បានល្អតែអត់ព្រមចាប់ផ្ដើមធ្វើណាបានត្រឹមតែគិតចោលណាបានត្រឹមតែគិតថាចង់មានចង់រុងរឿងតែជាទូទៅអត់មានសកម្មភាពទាល់តែសោះណាជារួមមានជំងឺដ៏អាក្រក់មួយចង់ឲ្យគេយកមកជូនតែម្ដងបាទអញ្ចឹងមនុស្សខ្មែរជាទូទៅពិតជាអញ្ចឹងមែនឬខ្ជិលនៅសៀមចង់តែចាំបានផលយើងអាចលើកឧទាហរណ៍ដ៏ល្អបំផុតមនុស្សនៅស្រុកខ្មែរថាខ្លួនឯងជាអ្នកជាកសិករ
បាទណាឬក៏ជាអ្នកធ្វើចការប៉ុន្តែសួរថាតើពួកគាត់ច្បាស់ទេដែលគាត់ទៅធ្វើស្រែឬក៏ទៅធ្វើចការប្រកាសណាគាត់អត់ធ្វើទេគាត់ប្រើគេធ្វើណាចឹងហៅថាខ្លួនឯងជាកសិករយ៉ាងម៉េចបើកសិករធ្ងោណាភ្ជួរស្រែដាក់ជីដាក់អីជួលអ្នកដតីធ្វើតែរហូតចឹងអានឹងហៅកសិករមិនកើតចឹងមានន័យថាជនជាតិខ្មែរភាគច្រើនខ្ជិលមែនសូម្បីតែកសិករក៏ខ្ជិលដែរចូលចិត្តជួលអ្នកដតីប្រើអ្នកដតីឲ្យធ្វើណាចឹងនេះជាបទពិសោធន៍ដែលយើងគួរតែកែប្រែឬក៏ផ្លាស់ប្ដូរទៅបាទទី2ជំងឺក្តាច់ត្រួយឬក៏ជំងឺច្រណែនបាទចឹងពាក្យថាក្តាច់ត្រួយយើងដឹងរុក្ខជាតិទៅកាន់ណាក្តាច់ត្រួយទៅវាអស់ឱកាសលូតលាស់អូខេច្រណែនមានន័យថាណាខ្លាចគេល្អជាងណាដូចជាពាក្យទូទៅដែលខ្ញុំធ្លាប់និយាយថាមនុស្សខ្មែរណាអូណាតែងតែបួងសួងបងស្រន់ចង់ឲ្យអ្នកដតីបានល្អប៉ុន្តែស្អប់បំផុតអ្នកដែលល្អជាងខ្លួនចឹងតែកាលណាយើងនៅតែមានចរិតស្អប់អ្នកដែលល្អជាងខ្លួនមានន័យថាយើងជាបុគ្គលដែលច្រណែនគេហើយដូច្នេះយើងគួរតែណាគិតឲ្យមែនតើតាក់ទងនឹងជំងឺមួយហ្នឹងណាអាចណែនអ្នកដតីខ្ញុំមិនសូវខឹងទេពេលខ្លះសូម្បីតែបងប្អូនឯងក៏ខ្លួនឯងច្រណែនបើច្រណែនជនជាតិផ្សេងខ្ញុំមិនសូវខឹងណាភាគច្រើនច្រណែនតែជនជាតិឯងបំផ្លាញតែជនជាតិឯងអានេះហើយជារឿងដ៏កំសត់បំផុតបាទចឹងជំងឺក្តាច់ត្រួយឬជំងឺច្រណែនមានន័យថាមានគំនិតរារាំងឬបំផ្លាញឱកាសល្អមិនឲ្យបុគ្គលណាមួយដែលមានសមត្ថភាពឬក៏មានគុណសម្បត្តិល្អអាចទទួលបាននៅឱកាសដើម្បីឆ្ពោះទៅរកភាពរុងរឿងគឺធ្វើសកម្មភាពបំផ្លាញអ្នកដទៃមិនឲ្យលូតលាស់ចឹងបើសិននៅស្រុកខ្មែរដែលយើងធ្លាប់តែនិយាយឮតគ្នាណាបុគ្គលម្នាក់នេះគាត់លេងកីឡាល្អប៉ុន្តែដល់ពេលប្រកួតតំណាងប្រទេសបែរជាយកអ្នកផ្សេងបុគ្គលនេះគាត់រៀនបានល្អណាប៉ាកែតែដល់ពេលជ្រើសទៅធ្វើការបែរជាយកអ្នកផ្សេងបុគ្គលនេះគាត់មានជំនាញនេះច្បាស់ណាប៉ុន្តែដល់ពេលណាធ្វើការអាជំនាញហ្នឹងមិនយកគាត់បែរជាទៅយកអ្នកផ្សេងនេះហើយដែលហៅថាជំងឺក្តាច់ត្រួយបាទចឹងជាទូទៅនៅស្រុកយើងច្រើនតែប្រើមនុស្សខុសសមត្ថភាពឬខុសជំនាញបាទណាចឹងយើងខ្លាចអ្នកដែលមានសមត្ថភាពឬមានជំនាញផ្នែកហ្នឹងគាត់មានឱកាសរុងរឿងឬល្អប្រសើរបាទចឹងជំងឺនេះជាជំងឺដ៏អាក្រក់ដែលធ្វើឲ្យប្រទេសជាតិមួយនេះមិនងាយរីកចំរើនឧទាហរណ៍ម៉ែឪកូនមួយនឹងវារៀនបានល្អវាអាចមានឱកាសរៀនឆ្ងាយអត់ឲ្យវារៀនទេបែរជារុញអាមួយទៀតដែលខ្ជិលរៀនណារៀនកាត់ឲ្យវារៀនវិញហើយអារៀនកាត់បែរជាបង្ខំគ្នាឲ្យទៅធ្វើការបង្ខំគ្នាឲ្យទៅរលុយដើម្បីជួយអារៀនអត់កើតពេលខ្លះផ្នែកគំនិតរបស់យើងអាណារៀនកាត់យើងអត់ព្រមខំរុញវាឲ្យដល់ត្រើយទៅបាទយើងវាធូរមួយណាយើងសុកចិត្តបង្អាក់ចូលបង្អាក់ឡើងហើយបន្ទាប់មកយើងវេទនាទាំងអស់គ្នាអូខេបាទចឹងចំណុចទី2បាទជំងឺក្តាច់ត្រួយបាទសង្ឃឹមថាយើងនឹងអាចជួសជុលកែលម្អដោយចាប់ផ្ដើមចេញពីផ្ទះរបស់យើងព្យាយាមធ្វើយ៉ាងណាបាទមើលអ្នកផ្ទះយើងអ្នកណាដែលមានឱកាសរីកចម្រើនលូតលាស់សូមមេត្តាបន្តការផ្គត់ផ្គង់ឧបត្ថម្ភគ្រប់គ្រងដើម្បីឲ្យគាត់មានឱកាសរីកចម្រើនប្រកបដោយសក្តានុពលភាពកុំរកវិធីសាស្ត្របំផ្លាញគាត់ធ្វើឲ្យគាត់បាត់បង់ឱកាសរីកចម្រើនរបស់គាត់បាទឥឡូវនេះយើងចូលដល់ជំងឺទី3បាទសម្រាប់ជំងឺទី3គឺជំងឺបានតែថាបាទជំងឺបានតែថាហ្នឹងសំដៅលើការរិះគន់បាទស្ដីបន្ទោសបាទឬរិះគន់បំបាក់ទឹកចិត្តបាទជំងឺមួយហ្នឹងបាទគឺមនុស្សចេះតែស្ដីបន្ទោសចំពោះរឿងរ៉ាវដែលបានកើតឡើងរួចរាល់ហើយណាអារឿងកើតហើយនោះខំប្រឹងរតែកំហុសខំប្រឹងចាប់តែកំហុសណាហើយជំងឺមួយហ្នឹងអ្នកហ្នឹងគាត់ប្រកែណាខាងព្យាយាមចាប់កំហុសប៉ុន្តែគាត់មិនដែលខំរិះរកបង្ហាញអំពីវិធីសាស្ត្រល្អៗដើម្បីដោះស្រាយឬកែច្នៃបញ្ហាដែលជួបនោះឲ្យវាបានចប់បរិបូរណ៍ឬក៏ដោះស្រាយវាឲ្យប្រសើរនោះទេបាទអញ្ចឹងនៅទីនេះយើងត្រូវស្គាល់ពាក្យខ្មែរឲ្យច្បាស់សិនណាជំងឺបានតែថាជំងឺបានតែរិះគន់ជំងឺបានតែចាប់កំហុសបាទអញ្ចឹងពាក្យហ្នឹងគឺសំដៅលើអេរិយាបថមួយដែលមិនដែលមើលអ្នកដទៃនៅក្នុងផ្លូវល្អទេគឺមើលអ្នកដទៃក្នុងផ្លូវអាក្រក់ណាបានតែមើលគេក្នុងផ្លូវអាក្រក់ហើយបើបានដូច style អឺរ៉ុបឬក៏ប្រទេសល្អៗលើពិភពលោករិះគន់ចំណុចអន់ហើយចេះបង្ហាញផ្លូវប្រាប់វិធីសាស្ត្រល្អដើម្បីកែច្នៃបញ្ហានឹងកុំឲ្យអាក្រក់បាទនឹងទើបហៅថាប្រសើរប៉ុន្តែយើងវាអត់ចឹងទេណាបានតែថាប៉ុន្តែអត់ព្រមបង្ហាញផ្លូវតើធ្វើបែបណាដែលហៅថាល្អយើងអាចឧទាហរណ៍ថាម៉ែឪណាចេះតែជេរកូនថាខ្ជិលរៀនប៉ុន្តែខ្លួនឯងអត់ដែលប្រាប់កូននេះតើត្រូវធ្វើសកម្មភាពបែបណាខ្លះដែលហៅថាឧស្សាហ៍រៀនអូខេបាទ
តកែចេះរិះគន់កូនចៅថាខ្ជិលខ្លួនឯងក៏អត់ដែលបង្ហាញដែរថាធ្វើដូចម្ដេចដែលហៅថាឧស្សាហ៍បាទចឹងសូមពិចារណាឡើងវិញបើបំណាច់នឹងយើងរិះគន់គេថាគេអន់ថាគេយ៉ាប់ថាគេមិនកើតបាទសូមយើងជួយណាបង្ហាញភ្ជាប់ជាមួយនៅបច្ចេកទេសឬវិធីសាស្ត្រដែលហៅថាធ្វើទៅបានល្អធ្វើទៅបានប្រសើរផងអូខេប៉ុន្តែនៅទីនេះខ្ញុំក៏ឆ្លៀតឱកាសញែកឲ្យដាច់បន្តិចណាប្រសិនបើយើងនិយាយពាក់ព័ន្ធនយោបាយនៅក្នុងប្រទេសបាទធម្មតាសម្រាប់ប្រទេសដែលប្រកាន់នៅលទ្ធិប្រជាធិបតេយ្យយើងមានអ្នកដែលកាន់អំណាចនិងអ្នកប្រឆាំងចឹងតួនាទីអ្នកកាន់អំណាចគឺត្រូវធ្វើសកម្មភាពអ្នកដែលប្រឆាំងគឺត្រូវធ្វើសកម្មភាពរិះគន់ហើយបង្ហាញដំណោះស្រាយនៅពេលដែលអ្នកដឹកនាំគាត់មានអំណាចគ្រប់គ្រងអ្វីៗគឺគាត់ជាអ្នកមានធនធានធ្វើរីឯអ្នកប្រឆាំងបើគាត់អត់មានធនធានដើម្បីធ្វើទេគឺគាត់បានត្រឹមតែនិយាយនិងបង្ហាញដំណោះស្រាយតែប៉ុណ្ណោះហើយដូច្នេះក្នុងនាមយើងជាអ្នករៀនយើងត្រូវប្រយ័ត្នកុំចេះតែថាឬក៏កុំចេះតែខឹងបុគ្គលមួយនោះដែលគាត់បានតែថាបានតែរិះគន់ហើយគាត់អត់ធ្វើមុនយើងថាគាត់អត់ធ្វើយើងត្រូវសួរគាត់ផងតើគាត់មានធនធានដើម្បីធ្វើដែរឬទេចឹងនៅទីនេះយើងចង់បញ្ជាក់ថាបុគ្គលខ្លះណាគាត់រិះគន់ក៏គាត់មិនខុសដែរព្រោះគាត់អត់មានធនធានធ្វើតែប្រសិនបើគាត់រិះគន់ហើយគាត់មានធនធានធ្វើទៀតគាត់អត់ព្រមធ្វើនោះទើបគាត់ជាបុគ្គលដែលមានកំហុសដែលយើងគួរតែស្ដីបន្ទោសមែនអូខេបាទចឹងឧទាហរណ៍ដូចជាម្ដាយឪពុកដែលគាត់ចេះតែថាហើយគាត់អត់ព្រមធ្វើនៅពេលដែលគាត់មានធនធានធ្វើអាហ្នឹងម៉ែឪគឺពិតជាខុសតែបើម៉ែឪគាត់ចេះតែថាចេះរិះគន់ហើយគាត់អត់មានធនធានដើម្បីធ្វើនោះយើងមិនអាចបន្ទោសគាត់បានទេបាទចឹងខ្ញុំសង្ឃឹមថាយើងយល់ឃ្លានេះបាទហើយប្រសិនបើមិនយល់សូមសាកល្បងពិចារណាដោយស្ងប់ស្ងៀមតែម្នាក់ឯងនោះយើងនឹងអាចយល់ច្រើនអូខេបាទចឹងណាតួនាទីអ្នកដឹកនាំអ្នកប្រឆាំងអ្នកដឹកនាំគឺធ្វើសកម្មភាពអ្នកប្រឆាំងចាំចាប់កំហុសបើអ្នកប្រឆាំងមានធនធានហើយអត់ព្រមជួយធ្វើមានន័យថាអ្នកប្រឆាំងនឹងខុសណាតែបើសិនអ្នកប្រឆាំងនឹងអត់មានធនធានទេចឹងក៏អត់បានរួមចំណែកជួយធ្វើបានត្រឹមតែរិះគន់យើងមិនអាចទម្លាក់កំហុសលើគាត់នោះទេបាទអរគុណយើងចូលដល់ជំងឺទី4បាទសម្រាប់ជំងឺទី4នោះគឺជំងឺតួឯកជំងឺមានអំណួតជំងឺខ្ញុំប្រាប់ពាក្យថាជំងឺមោទនភាពបាទជាងយើងស្គាល់ពាក្យមោទនភាពទេណាពាក្យថាមោទនភាពមានន័យថាមានតែខ្លួនទេដែលល្អអស្ចារ្យជាងគេគ្មានអ្នកណាល្អដូចខ្លួនទេមានតែខ្លួនទេដែលអាចធ្វើបានគ្មានអ្នកណាអាចធ្វើបានទេមានតែខ្លួនទេដែលមានអញ្ចឹងអ្នកដទៃគឺអត់មានអញ្ចឹងទេចឹងជំងឺមោទនភាពហ្នឹងយើងប្រើពាក្យទៅថាវាមិនខុសទេប៉ុន្តែកុំភ្លេចថាយើងអួតថាយើងមានអាហ្នឹងប៉ុន្តែយើងអត់មានអីផ្សេងទៀតនោះណាព្រោះមនុស្សម្នាក់វាមានអ្វីល្អមួយយ៉ាងម្នាក់រៀងខ្លួនចឹងបើយើងនិយាយអំពីមោទនភាពមនុស្សទាំងអស់ត្រូវតែមានមោទនភាពទាំងអស់គ្នាព្រោះមនុស្សម្នាក់សុទ្ធតែមានអ្វីមួយយ៉ាងដែលអ្នកដទៃអត់មានហើយដែលទោះបីអ្នកដទៃប្រឹងប្រែងយ៉ាងណាខ្នះខ្នែងយ៉ាងណាចាយលុយយ៉ាងណាក៏មិនអាចមានអាហ្នឹងបានដូចតែយើងអញ្ចឹងដែរណាចឹងមនុស្សម្នាក់វាមានមួយយ៉ាងម្នាក់ប៉ុន្តែនៅទីនេះគឺយើងសំដៅលើជំងឺមានអំណួតអួតអាងនេះគឺជំងឺក្អេងក្អាងមិនព្រមសហការជាមួយអ្នកដទៃណាគិតថាមានតែខ្លួនម្នាក់ទេដែលប្រសើរលើសគេអាចធ្វើកិច្ចការនោះបានណាអ្នកដទៃមិនអាចធ្វើបានចឹងវាដូចជារឿងមនុស្សខ្វាក់4អ្នកស្ទាបដំរីចឹងណាដែលអួតថាមានតែខ្លួនឯងទេដែលត្រូវអត់ព្រមសហការជាមួយអ្នកដទៃអាហ្នឹងគេហៅថាជំងឺអួតណាយើងដឹងថាប្រទេសមួយរីកចម្រើនដោយសត្វដំរីចឹងអ្នកនៅខាងជើងអភិវឌ្ឍជើងអ្នកនៅកតុយអភិវឌ្ឍកតុយអ្នកនៅពោះអភិវឌ្ឍពោះអ្នកនៅត្រចៀកអភិវឌ្ឍត្រចៀកអ្នកនៅភ្លុកអភិវឌ្ឍភ្លុកអ្នកនៅប្រម៉ោយអភិវឌ្ឍប្រម៉ោយអញ្ចឹងនៅផ្នែកមួយយើងមានភាពសំខាន់ចាំបាច់រៀងខ្លួនតើតែសហការគ្នាទើបសង្គមមួយវារីកចម្រើនអញ្ចឹងយើងកុំអួតថាមានតែយើងទេដែលធ្វើបានមែនយើងធ្វើបានប៉ុន្តែធ្វើបានតែមួយផ្នែកនឹងទេដែលសល់ផ្នែកផ្សេងទៀតយើងត្រូវការជំនួយពីអ្នកដទៃហើយដូច្នេះទើបរួមចូលគ្នាទៅបានយើងអាចធ្វើអីមួយឲ្យបានល្អបាទអញ្ចឹងកុំមានអំណួតថាមានតែខ្លួនបាទជំងឺមានអំណួតនេះគឺជាជំងឺមួយដែលខុសខើត្រង់ចំណុចបន្ទាប់ហ្នឹងគឺបាទគាត់ណាគិតថាមានតែគាត់អញ្ចឹងគាត់មិនណែនាំអ្នកដទៃឲ្យចេះទេណាខ្លាចគេដណ្ដើមតំណែងរបស់ខ្លួនណាបាទអញ្ចឹងអត់ព្រមត្រៀមខ្លួនទម្លាក់ចោលអីសោះព្រោះមនុស្សវាគង់តែស្លាប់ណាមនុស្សគង់តែចាស់អញ្ចឹងអ្វីដែលយើងចេះថ្ងៃនេះយើងធ្វើបានថ្ងៃក្រោយយើងអត់មានកម្លាំងធ្វើទេហេតុដូច្នេះគួរតែណា
ចេះណែនាំអ្នកដទៃផងណាផ្ទេចំណេះដឹងកុំខ្លាចគេដណ្ដើមតំណែងព្រោះបើកាលណាយើងអប់រំមនុស្សបានល្អគ្មានណាទៅឃ្លានតំណែងរបស់យើងទេព្រោះដំណើរនៃជីវិតគឺយើងត្រូវផ្លាស់ប្ដូរវេនគ្នាបន្តតំណែងពីមួយទៅមួយឬបន្តបេសកកម្មជាបន្តបន្ទាប់ណាបាទចឹងគាត់ព្រមណែនាំអ្នកដទៃខ្លាចគេដណ្ដើមតំណែងខ្លួនណាធ្វើឲ្យណាពេលដែលមានបញ្ហារមែងតែងតែបន្សល់ទុកនៅភាពលំបាកលំបិនដល់អ្នកចំនួនក្រោយចឹងមានអំណួតគឺថាមានតែខ្លួនឯងចេះអប់រំណែនាំអ្នកចំនួនក្រោយដល់ពេលមានបញ្ហាអ្នកចំនួនក្រោយចាប់ទាំងអស់ចឹងឧទាហរណ៍ម៉ែឪចេះជំនាញអីមួយណាគឺថាមានតែខ្លួនឯងដែលចេះអួតហើយអត់ព្រមបរៀនកូនធ្វើអីរ៉ាប់រងយកតែម្នាក់ឯងដល់ពេលខ្លួនឯងមានបញ្ហាកូនក៏មានបញ្ហាដូចគ្នាចឹងកុំអួតអាងថាមានតែខ្លួនណាក្នុងផ្ទះយើងចាប់ផ្ដើមចេញពីផ្ទះបាទអ្វីក៏ដោយយើងត្រូវចេះចែករំលែកទំនួលខុសត្រូវណាបកគលឲ្យកូននេះខ្លះកូននោះខ្លះបកគលឲ្យប្តីខ្លះប្រពន្ធខ្លះអីចឹងទៅចឹងទើបយើងអាចរស់នៅជាមួយគ្នាជួយគ្នាឲ្យសុខស្រួលទាំងអស់គ្នាបាទចឹងយើងចប់ចំណុចលេខ4យើងចូលដល់ចំណុចលេខ5ជំងឺយករួចខ្លួនបាទជំងឺយករួចខ្លួនបាទគ្មានទំនួលខុសត្រូវបាទចឹងរាល់កិច្ចការដែលបានធ្វើបាទគឺឬក៏ការងារដែលធ្វើប្រហែសមិនបានធ្វើមិនក្លាហានទទួលយកលទ្ធផលដែលឆ្លើយតបជំងឺយករួចខ្លួនគ្មានទំនួលខុសត្រូវពួកយើងយល់ទេដូចយើងរៀនចឹងណាយើងអត់ធ្វើកិច្ចការឲ្យគ្រូដល់ពេលគ្រូវាយតម្លៃបន្ទុកអន់យើងខឹងអត់ព្រមហ៊ានទទួលយកលទ្ធផលបាទហើយដើរចោតដើរបន្ទោសណាថាមកពីចេះចោះជាដើមបាទចឹងជំងឺមួយដែលធ្វើឲ្យសង្គមខ្មែរមិនរីកចម្រើនហ្នឹងគឺជំងឺអត់មានទំនួលខុសត្រូវណាយកទៅរួចខ្លួនរុញចុះរុញឡើងបាទចឹងខ្ញុំសង្ឃឹមថាយើងគួរតែណាអភិវឌ្ឍខ្លួនឲ្យក្លាយជាមនុស្សដែលមានទំនួលខុសត្រូវចំពោះអ្វីដែលស្ថិតនៅក្នុងបន្ទុករបស់យើងចឹងឧទាហរណ៍ដូចយើងមានកូនចឹងណាត្រូវតែតាំងចិត្តថាចិញ្ចឹមកូនឲ្យរៀនចប់យ៉ាងតិចថ្នាក់ទី9ណាកុំឲ្យកូនពិបាកប៉ុន្តែពេលដែលកូនចប់ថ្នាក់ទី9ហើយត្រូវលុតដំកូនអីចឹងទៅបាទអូខេទូនទីយើងជាគ្រូយើងត្រូវផ្ដល់អីខ្លះឲ្យសិស្សត្រូវបំពេញឲ្យបានល្អកុំស៊ីម៉ោងសិស្សកុំបរៀនឲ្យតែចប់ទាំងសិស្សរៀនចប់លេលើអត់ដឹងខ្យល់អីជាដើមអូខេបើយើងមានណាការងារជាពេទ្យបាទឧទាហរណ៍ដែលហើយចឹងបើថាទូនទីយើងព្យាបាលយើងប្រឹងព្យាបាលអាហ្នឹងឲ្យល្អកុំបន្ទោសថាមកពីអ្នកជំងឺចេះអ្នកជំងឺចោះណានៅពេលខ្លះមកពីខ្លួនយើងជាពេទ្យយើងអត់មានមនសិការវិជ្ជាជីវៈណាស្រឡាញ់លុយជាងណាសុខភាពអ្នកជំងឺយើងបានមកកវិនិស្សកម្មដល់អ្នកជំងឺអូខេបាទចឹងជំងឺយករួចខ្លួនបាទទូនទីជាអ្នកដឹកនាំរឹតតែសំខាន់ត្រូវដឹងថាវាសនាអនាគតនៃប្រទេសស្ថិតនៅលើខ្លួនឯងចឹងកុំអាកាត់តែម្នាក់ឯងដោយគ្មានការចូលរួមពីគ្រប់មជ្ឈដ្ឋានសំខាន់ដែលធ្វើឲ្យអនាគតប្រទេសជាតិមួយអាចលំបាកលំបិនបានអូខេចឹងខ្ញុំអាចឧទាហរណ៍សាមញ្ញថាដូចជាពួកយើងដែលកំពុងរៀននៅទីនេះពេលខ្លះសមត្ថភាពរបស់ពួកយើងអត់មានប៉ុន្តែដោយសារតែបាទស្រឡាញ់លុយជាងអូខេពួកយើងមករៀនចេះទទួលយកចឹងសិស្សខ្លះសម្រាមសុទ្ធណាសម្រាមនៅទីនេះខ្ញុំចង់មានន័យថាគាត់គ្មានសក្តានុពលភាពដើម្បីរៀនអក្សរសាស្ត្រខ្មែរទេប៉ុន្តែគាត់ចេះតែមកទៅក្នុងនាមជាគ្រូវាចំណេញលុយឯងប៉ុន្តែគាត់អត់ត្រូវខូចអនាគតណាតែនៅទីនេះខ្ញុំចង់និយាយថាយើងជាគ្រូយើងគ្មានទំនួលខុសត្រូវវិជ្ជាជីវៈណាយើងដឹងតែគាត់បង្កើតហើយនៅតែឲ្យគាត់រៀនអាកន្លែងហ្នឹងណានៅពេលដែលទីបកសលគាត់សក្តានុពលរបស់គាត់ណាគឺខ្លាំងលើកន្លែងណាមួយផ្សេងនោះណាយើងក៏បានរុញគាត់ទៅកន្លែងនោះដល់អញ្ចឹងទៅធ្វើឲ្យគាត់ខ្ជះខ្ជាយពេលខ្ជះខ្ជាយលុយកាក់ណាហើយបន្ទាប់មកបាទអនាគតរបស់គាត់ដុនដាបត្រឡប់មកវិញបើសិនយើងដើរតាមប្រព័ន្ធអឺរ៉ុបប្រព័ន្ធជប៉ុនយើងដឹងហើយពលរដ្ឋម្នាក់សុទ្ធតែជាពលរដ្ឋមានសក្តានុពលក្នុងការជួយកសាងសង្គមប៉ុន្តែយើងត្រូវរុញគាត់ណាជំរុញគាត់ឲ្យត្រូវនឹងផ្នែកដែលជាភាពខ្លាំងរបស់គាត់មិនមែនយើងគ្មានទំនួលខុសត្រូវព្រោះតែចង់កេងចំណេញលុយកាក់ពីពួកគាត់បាទដើម្បីតែខ្លួនឯងស្រួលបាទយករួចខ្លួនចង់ឲ្យទៅអីទៅមិនខ្វល់ទីបំផុតអនាគតពួកគាត់ខូចដល់ពេលអនាគតពួកគាត់ខូចសង្គមជាតិក៏វាទ្រុឌទ្រោមតាមនឹងដែរអូខេបាទអញ្ចឹងនៅទីនេះធ្វើអ្វីក៏ដោយសូមមានទំនួលខុសត្រូវបើអត់មានទំនួលខុសត្រូវកុំបន្ទោសពេលដែលអ្នកដទៃគេរិះគន់ឬជេរអូខេចឹងជំងឺមួយនឹងពិបាកដែរនៅក្នុងស្រុកយើងដោយសារពួកយើងភាគច្រើនធ្វើឲ្យទៅរួចគ្របតែគ្នាដល់អញ្ចឹងទៅបាទវានៅតែលំបាកបាទចឹងយើងចប់លេខ5ឥឡូវនេះយើងចូលដល់លេខ6បាទជំងឺទី6
cứ chủng ngữ atma này dùng bạn vì sự điện là lừa hay dương vậy bị class vì trâu này cho bộ tịch tuổi hái chủng ngữ atma này giống cứ chủng ngữ kết tại khuôn ảnh bạn nó bồng plan nhẹ đầu tây đam bây tại phim đi chụp ra to khuôn lục luôn mình chết stop miễn lớp bị phim cướp con hái nơi tại trong bàn chỉ hai thua ở nhẹ đầu tây trời rong nơi phim lục bạ về tận nì hái bồng plan tại chít khuôn ảnh kêu xa khuôn ảnh tại đài bà chừng nơi tin này kỳ này nôm dương cùng ao miên cùng nứt mũi kết tại bị khuôn ảnh peนะปรุชีวระบอบมนุษย์เราแต่มีตำแหน่งตำนองให้ดูชนะนะโจเจใจรุมเละเอาไว้แต่มีนั่งตะดอนเนี่ยดอตีพองโอเคพี่แซ่ก้มบ่มพลายเนี่ยดอตีดำไปแต่คลุ้นเมียนบานโอเคจึงดูแต่ยื่นใหญ่หึงมันเนสกาไปชีวิตให้นะบาดจีเนี่ยลุดโดสมกลมก็เหาะบอกประปูรถแบบมีดังชอลนะคณีกรอให้คณีหัดกรอโดยซาแต่ยื่นbạn bọc bạc con na bộ khang đầy thli khang ấy bạn cái ta nó chia chun khmai đài là nghi là ngơ cào đồng biệt tiếp na từ cái bao bạn chừng chừng ngư môi này vì về tận đi nè bạn chừng ngư tham giống như tiết sao có dương sầm đái lơ ca dứt dùng con trai bong ôn đôi khi na dứt dùng bong ôn con trai biển ấy tê ao tại bong ôn con trai dương nó biển miên sạc đàn pol phê biển miên chủng ní biển miên tiếp cái sao khang nâng tại bảo vì ọt miên tê sâu người ta cùng vô tới bồng plan song cúng môi ta dương mình phải tổ tế pro ấy cái vô bong bóng cái xuống bong bóng cái đang tạo ok cái áo thử ấy thơ nâng nè việc là bong bóng cái thơ tài chi đầm náng nó cái cho mua tài chi đầm náng rồi với kia rip chom ta đá hay trứng chăm ta gì nhảy tới hai nó dương mưa bị chừng ai đó ô đôi miền thành an crom trầm trơ ta thiết bật phi bát mà dùng ta sạch ai ta tắc trứng group giang vì lui ta đai bạn chừng thua tới chừng sừng khâm thá xong cùng một plan ប្រជាជាតិខ្លួនឯងណាមុនស្លាប់គួរទុកអីជាប្រយោជន៍ដល់ប្រទេសខ្លួនផងណាដើរតាមប្រធានាធិបតីអាមេរិក John F Kennedy ដែលនិយាយថាកុំសួរថាមាតុភូមិនេះបានផ្ដល់អ្វីខ្លះមកដល់ខ្ញុំប៉ុន្តែចូលសួរខ្លួនខ្ញុំថាតើខ្ញុំនេះបានផ្ដល់អ្វីខ្លះហើយដល់មាតុភូមិរបស់ខ្ញុំណាបាទកុំសួរគ្រូសាថាគ្រូសានឹងផ្ដល់អីឲ្យអ្នកចូលអ្នកសួរខ្លួនអ្នកថាតើអ្នកបានផ្ដល់អីហើយដល់តើអ្នកបានផ្ដល់អីខ្លះហើយដល់គ្រូសាណាកុំសួរមិត្តភ័ក្តិថាមិត្តភ័ក្តិបានផ្ដល់អីខ្លះដល់អ្នកចូលអ្នកសួរខ្លួនអ្នកតើអ្នកបានផ្ដល់អីខ្លះដល់មិត្តភ័ក្តិអូខេបាទណានៅស្រុកខ្មែរកម្ពុជាកុំសួរថាប្រទេសកម្ពុជាផ្ដល់អីឲ្យអ្នកចូលអ្នកសួរខ្លួនអ្នកតើអ្នកបានផ្ដល់អីខ្លះហើយជាប្រយោជន៍ដល់កម្ពុជាមុននឹងស្លាប់សូមមេត្តាទុករឿងល្អៗមួយចំនួនឲ្យប្រទេសនេះផងកុំលោភលន់ខ្លាំងពេកអូខេបាទទី7បាទជំងឺលាបពណ៌បាទជំងឺស្អប់តពូជណាអូខេចឹងជំងឺលាបពណ៌ហ្នឹងសំដៅលើជំងឺដែលស្អប់តពូជណាអាចរិតស្អប់តពូជបាទជំងឺនេះសំដៅលើអេរយាប័តដែលចូលចិត្តចោទប្រកាន់អ្នកដទៃដោយផ្អែកលើទម្លាប់ធ្វើតគ្នាមិនពិចារណារោគសេចក្តីពិតចឹងពេលខ្លះឧទាហរណ៍ដូចយើងនៅស្រុកខ្មែរចឹងបាទរស់នៅនិយាយតែតគ្នាស្អប់នេះស្អប់នោះស្អប់រហូតណាឧទាហរណ៍ស្អប់វៀតណាមស្អប់ថៃស្អប់ទៅបាទមិនព្រមពិចារណាទេថាមុនឆ្នាំ1945ពិភពលោកនឹងញ៉ៃច្បុកច្បល់ដូចតែគ្នាអាណាខ្លាំងវាយយកគ្នាទៅវិញទៅមកបាទយើងអត់ដែលគិតអញ្ចឹងទេបាទណាមេរៀនប្រវត្តិសាស្ត្រមួយបំពោពិភពលោកគ្រប់តែកន្លែងណាយើងកើតជាខ្មែរស្អប់ថៃស្អប់វៀតណាមណាកើតជាថៃស្អប់ខ្មែរស្អប់ភូមាស្អប់ម៉ាឡេកើតជាចិនស្អប់ជប៉ុនកើតជាវៀតណាមស្អប់ចិនកើតជាកូរ៉េស្អប់ជប៉ុនអូខេកើតជាអង់គ្លេសស្អប់អាល្លឺម៉ង់កើតជាអាល្លឺម៉ង់ស្អប់អង់គ្លេសបាទកើតជាហ្វាំងឡង់ស្អប់រុស្ស៊ីពិភពលោកពិតជាច្របូកច្របល់ព្រោះតែការលាបពណ៌អត់ព្រមពិចារណាថាមនុស្សជំនាន់មុនពីយ៉ាងម៉េចអូខេបាទអាហ្នឹងយើងនិយាយរឿងប្រវត្តិសាស្ត្រដល់ពេលយើងនិយាយរឿងសាសនាទៀតដូចគ្នាណាកើតមកជាពុទ្ធអត់ការងារធ្វើលាបពណ៌ចុះឡើងស្អប់គ្រឹះស្អប់អ៊ីស្លាមកើតជាអ៊ីស្លាមអត់ការងារធ្វើស្អប់នេះស្អប់នោះណាស្អប់គ្រឹះស្អប់ពុទ្ធអីវិញទៅបាទវាច្បុកច្បល់មែនកើតជាប៉ាឡេស្ទីនស្អប់អ៊ីស្រាអែលកើតជាអ៊ីស្រាអែលស្អប់ប៉ាឡេស្ទីនឃើញជំងឺដូនតាលាបពណ៌ចុះឡើងបាទនៅពេលដែលទ្រឹស្ដីសាសនាក៏បាននិយាយដែរថាយើងកើតមកមនុស្សតែបងបុព្វបុរសតែមួយដូចតែគ្នាប៉ុន្តែហេតុអីយើងពិបាកម្លេះក្នុងការរៀនស្រឡាញ់គ្នាហើយកុំលាបពណ៌កុំស្អប់តពូជនឹងបានអត់បាទចឹងពិភពលោកគួរឲ្យសោកស្ដាយប្រព័ន្ធអប់រំបង្កើតអស់រាប់ពាន់ឆ្នាំប៉ុន្តែមនុស្សនៅតែល្ងីល្ងើណាព្រះពោតព្រះយេស៊ូព្រះមូហាម៉ាត់
nhầm sờ lạnh nha nè tầng bay cứ mình đai squat kia tê và ta nè đào tam nè tầng bay là nghĩ ngớ sọp kia đôi tầng đôi ấy tê nhầm prao biệt thà nước đào tam nè tầng bay là nghĩ ngớ cao rung dister được kia plus sọp kia cho lang hai thưa cái này ở rú ọt srul ok chương vâng tập mà với nhom còn để chọn sna hai nhom cục chi diêm thưa đôi kia chi diêm riêng rú bị trà ná cùng sọp tay ta ca pro tay ta ca mà nó mà giang mà nè hay mà đòi dương chừng non cao ní dương cô chi diêm rú nơi cho một kia ao cho sầm rong hai bị trà ná ở bàn trầm trớ bà hai vô long pot cứ tới cắt bàn thoi chả đất sọp ok pro ca sọpอดមានចំណេញទេស្អប់មានតែលក់ផ្លូវលក់ទំនាក់ទំនងធ្វើឲ្យយើងមិនអាចដើរជាមួយគ្នាបានល្អទៅថ្ងៃអនាគតណាស្អប់គឺបំផ្លាញសុភមង្គលផ្ទាល់ខ្លួនស្អប់គឺអត់មានជួយឲ្យយើងមានសុភមង្គលឡើយបាទជំងឺនេះនៅស្រុកខ្មែរយ៉ាប់តិចណាបាទចឹងយើងព្យាយាមកាត់បន្ថយខ្លះទៅហើយបើអាចធ្វើបានត្រូវតែកម្ចាត់វាឲ្យចេញពីបេះដូងរបស់យើងបាទចឹងលេងបើជំងឺលីប៉ឬក៏ជំងឺស្អប់ពេលស្អប់អត់ព្រមសហការធ្វើឲ្យយើងមិនអាចចែករំលែកបទពិសោធន៍ល្អៗចំណេះដឹងល្អៗចឹងសង្គមយើងមិនអាចរីកចម្រើនទេគ្រួសារយើងក៏មិនអាចរុងរឿងដែរបាទទី8ស្តៀងស្អប់តពូក៏វាផ្ទុយមកវិញគឺជំងឺងប់ងល់ផ្កាប់មុខបាទណាចឹងឧទាហរណ៍យើងស្អប់អ្វីមួយយើងនឹងគ្រប់គ្រងឲ្យមួយដល់ពេលគ្រប់គ្រងវិញគ្រប់គ្រងផ្កាប់មុខបាទណាចឹងជំងឺងប់ងល់នេះវាយ៉ាប់ណាស់គ្រប់គ្រងផ្កាប់មុខប្រឆាំងផ្កាប់មុខណាមិនខ្វល់ថាត្រូវឬមិនត្រូវល្អឬមិនល្អនោះឡើយណាបើគ្រប់គ្រងអ្នកណាគ្រប់គ្រងងាប់រស់តែបើស្អប់នរណាវិញគឺស្អប់ងាប់រស់បាទមិនថាទោះអ្វីដែលយើងស្អប់ណាគេល្អគេមានគុណភាពទេអូខេឧទាហរណ៍ខ្មែរណាមិនចូលចិត្តវៀតណាមចូលចិត្តថៃណាចឹងដល់ពេលវាងប់ងល់ពេកទៅរឿងល្អៗរបស់វៀតណាមអត់ព្រមរៀនណារឿងល្អៗរបស់ថៃអត់ព្រមរៀនចឹងធ្វើឲ្យយើងបានបាត់បង់នៅមរតកល្អៗនៃប្រទេសជិតខាងដែលយើងមិនអាចយកវាមកធ្វើជាប្រយោជន៍ដើម្បីជួយសង្គ្រោះជីវិតរបស់យើងឲ្យបានប្រសើរអូខេបើនិយាយសាសនាឧទាហរណ៍យើងណាអត់ចូលចិត្តសាសនាគ្រិស្តអត់ចូលចិត្តសាសនាអ៊ីស្លាមឯងស្អប់ងប់ដល់ពេលស្អប់ងប់ទ្រឹស្ដីល្អៗចេញពីគម្ពីរកូអានឬក៏គម្ពីរប៊ីបនៃសាសនាគ្រិស្តនិងសាសនាអ៊ីស្លាមយើងអត់បានអានដល់ពេលអត់បានអានអត់បានរៀនយើងល្ងើខាតណាដល់យើងនិយាយប្រឆេះទៅវិញខាងអ៊ីស្លាមខាងគ្រិស្តដូចគ្នាណាឃើញវត្តពុទ្ធដូចឃើញបេហៀបិសាចអីចឹងទៅមិនហ៊ានចូលមិនហ៊ាននៅបៀតអីចឹងទៅអាហ្នឹងវាមិនអីទេតែអសគម្ពីរពុទ្ធទ្រឹស្ដីពុទ្ធដល់ពេលស្អប់ទៅអត់ព្រមអានដល់ពេលអត់ព្រមអានទៅឃើញទ្រឹស្ដីពុទ្ធព្រះពុទ្ធគ្រាន់តែជាមនុស្សម្នាក់គ្រូដ៏សាមញ្ញណាទ្រឹស្ដីល្អៗមួយចំនួនដែលជួយតុបតែងលម្អជីវិតឲ្យរស់ស្ងប់រស់ស្រួលអត់បានដឹងដល់ពេលអត់បានដឹងទៅបាទខាតមិនតិចទៅអូខេបាទចឹងជំងឺងប់ងល់ផ្កាប់មុខវាធ្វើឲ្យយើងខ្លាចជាជនរងគ្រោះមិនបានបើកចិត្តបើកបេះដូងឲ្យទូលាយដើម្បីយកគំនិតល្អៗបទពិសោធន៍ល្អៗរបស់ភាគីម្ខាងទៀតយកមកប្រើប្រាស់ជាហេតុធ្វើឲ្យជីវិតរបស់យើងបាត់បង់ឱកាសអភិវឌ្ឍឬឱកាសរីកចម្រើនហើយដល់ចឹងទៅយើងរស់អត់ស្រួលណាសរុបទៅផ្កាប់មុខលៀបពណ៌ណាអាត្មានិយមតទាំងអស់ហ្នឹងបាទតើកាលណាមានវាចូលខ្លួនឯងរស់នៅក្នុងពិភពមួយដែលទៅណាក៏អ៊ូអាប់អត់មានភាពស្រស់ស្អាតណាមុនចូលដល់ជំងឺបន្តក៏ប្រើពាក្យយ៉ាងខ្លីបើយើងចេះមើលពិភពលោកជុំវិញខ្លួនយើងនៅក្នុងផ្លូវល្អបាទសុភមង្គលវាមានតែប្រសិនបើយើងមើលពិភពលោកក្នុងជុំវិញខ្លួនយើងអាក្រក់ហើយបាទគឺវាវេទនារហូតហើយបាទឥឡូវនេះយើងចូលដល់ចំណុចទី9ជំងឺអេឡិចត្រូនិកបាទជំងឺញៀនបាទញៀននឹងគ្រឿងអេឡិចត្រូនិកយើងអាចប្រើប្រាស់ពាក្យនឹងមួយទៅមនុស្សខ្មែរនេះជាមនុស្សញៀននឹងគ្រឿងអេឡិចត្រូនិកហើយឲ្យគ្រឿងអេឡិចត្រូនិកនឹងបំផ្លាញខ្លួនណាបាទភ្ជាប់ជីវិតជាមួយនឹងសុភមង្គលคล้ายคล้ายបាទចឹងយើងដើរមនុស្សខ្មែរទាំងអស់ភាគច្រើនសម័យនេះក្មេងជំនាន់ក្រោយពួកក្រោមអាយុ30គឺសុទ្ធតែប្រើទូរស័ព្ទ smartphone ប្រើគ្រឿងអេឡិចត្រូនិកដែលមានលក្ខណៈជឿនលឿនបាទចឹងភ្ជាប់ជីវិតជាមួយនឹងសុភមង្គលคล้ายคล้ายចំណាយពេលវេលាអស់ជាច្រើនម៉ោងក្នុងមួយថ្ងៃជាមួយនឹងជីវិតដែលកុហកបោកប្រាស់អូខេបាទចឹងយើងដឹងឧទាហរណ៍ណាការដែលយើងបិទផ្សាយរូបភាពរបស់យើងតាមបណ្ដាញទំនាក់ទំនងសង្គមមុនបិទផ្សាយឃើញទេយើងថាអ្នកណាក៏ដូចជាណាដែរមានដែលថតមកប៉ុស្តិ៍ភ្លាមបាទយើងបិទផ្សាយរូបនឹងប៉ុស្តិ៍ពេកអត់ទេយើងថតម្ដង 4-5 ប៉ុស្តិ៍អង្គុយចំណាយពេលគិតណាដើម្បីផុសដើម្បីបិទផ្សាយទៅមកសេពាក្យនេះពាក្យនោះដល់ពេលជីវិតខាងក្រៅដូចឈួតអូខេណារហងៃយើងជុំគ្នាដើម្បីចុចទូរស័ព្ទយើងមិនបានជុំគ្នាដើម្បីចែកគ្នាឲ្យយល់គ្នាដូចមនុស្សជំនាន់មុនទេ
ណាក្មេងៗឥឡូវជុំនាងកាន់តែទូរស័ព្ទម្នាក់មួយវាភ្លេចអស់ហើយណាការទាត់បាល់នៅទីវាលវាទាត់បាល់ក្នុងគ្រឿងអេឡិចត្រូនិកណាវាភ្លេចអស់ហើយមនុស្សដែលស្រឡាញ់គ្នាត្រូវជជែកគ្នាដោយផ្ទាល់វាបែរជជែកគ្នាតាមតែគ្រឿងអេឡិចត្រូនិកសុទ្ធតែជាបាទភាពផ្អែមល្ហែមកុហកបោកប្រាស់បាទអញ្ចឹងជំងឺញៀនអេឡិចត្រូនិកបានបណ្ដាលធ្វើឲ្យពេលវេលារបស់យើងដែលមានហ្នឹងត្រូវរលាយអស់ហើយយើងstress យើងងប់ងល់តែនឹងរឿងឡប់ចំណែនតែអ្នកដតីហើយអត់ព្រមដឹងថាអ្នកដតីហ្នឹងក៏វាវេទនាដូចគ្នាព្រោះវាកំពុងតែផលិតរូបភាពផ្សព្វផ្សាយคล้ายៗទេណាតែយើងអ្នកមើលយើងគិតថាអូវាអស្ចារ្យបាទដល់អញ្ចឹងយើងវេទនាណាជាពិសេសការញៀនគ្រឿងអេឡិចត្រូនិកធ្វើឲ្យយើងនេះណាបាទពេលដែលមានពេលវេលាជាមួយមនុស្សដែលសំខាន់ក្បែរខ្លួនបែរជាហាក់បីដូចជាមនុស្សក្បែរខ្លួនហ្នឹងឆ្ងាយហួសជើងមេឃជាមានន័យថាពេលយើងនៅក្បែរមនុស្សម្នាក់យើងបែរជាខំប្រឹងតាក់តងតែម្នាក់ទៀតដែលនៅឆ្ងាយឲ្យវាហាក់បីដូចនៅចិត្តដល់ពេលអាអ្នកនៅចិត្តយើងបែរជាបណ្ដាលឲ្យវានៅឆ្ងាយហួសជើងមេឃអូខេចឹងយើងប្រើពាក្យម្ដងទៀតវាជារឿងល្អដែលធ្វើឲ្យអ្នកនៅឆ្ងាយហាក់បីដូចជានៅចិត្តយើងប៉ុន្តែវាជារឿងដ៏អាក្រក់អគ្គមោហៈអាក្រក់ដែលយើងបានបណ្ដាលឲ្យមនុស្សម្នាក់ដែលនៅក្បែរយើងបែរជាឆ្ងាយពីយើងហួសជើងមេឃទៅវិញចឹងគ្រឿងអេឡិចត្រូនិកជាអ្វីម្យ៉ាងដែលយើងមិនអាចកាត់ចោលបានទេនៅក្នុងជីវិតរបស់យើងប៉ុន្តែយើងគួរតែអនុវត្តគោលជំហរម៉ោងលេងទូរស័ព្ទគឺលេងទូរស័ព្ទម៉ោងនិយាយជាមួយមនុស្សជាក់ស្ដែងនិយាយជាមួយមនុស្សជាក់ស្ដែងកុំខ្ជះខ្ជាយពេលវេលាទាំងស្រុងរបស់អ្នកទៅលើគ្រឿងអេឡិចត្រូនិករហូតដល់ភ្លេចណាពេលវេលាជាក់ស្ដែងជាមួយមនុស្សពិតប្រាកដជាពិសេសសូមចងចាំថាការផ្សព្វផ្សាយទាំង lain នៅលើគ្រឿងអេឡិចត្រូនិកជាទូទៅគឺជារូបភាពដែលគេខំប្រឹងសម្រិតសម្រាំងកាត់តជាច្រើនលើកច្រើនសារណារូបភាពទាំង lain ដែលគេផ្សព្វផ្សាយលើគ្រឿងអេឡិចត្រូនិកជាទូទៅគឺជារូបភាពដែលគេកុហកបោកប្រាស់តែប៉ុណ្ណោះនៅពេលដែលសច្ចភាពជាក់ស្ដែងគឺមិនដូច្នោះឡើយណាសង្ឃឹមថាយើងទាំងអស់គ្នាយល់ដើរលេងគឺប្រើភ្នែកមើលទេសភាពមិនមែនគិតតែពីថតរូបហើយមកផ្ទះបានមើលក្នុងរូបថតដើរលេងដកដង្ហើមមិនបានស្រួលណាកុំគិតតែពីរឿងបាទshare location បាទ share ទីចែករំលែកទីតាំងចុចនេះចុចនោះមិនដឹងស្អីទេណាឲ្យជីវិតណាអាត្រូវរស់ស្រួលបែរធ្វើឲ្យពិបាកណាចឹងសង្គមយើងបច្ចុប្បន្នយើងនឹងក្មេងជំនាន់ក្រោយប្រហែលជាពិបាកច្រើនដោយសារតែពួកគាត់ញៀននឹងគ្រឿងអេឡិចត្រូនិកពេកជាពិសេសអាម៉ោងស៊ីបាយអត់ស៊ីទេណាមើលផងស៊ីផងណាធ្វើឲ្យកាពះហ្នឹងវាភ្លេចកាន់អស់យ៉ាអូខេបាទចុងបញ្ចប់ជំងឺទី10ជំងឺអស់សង្ឃឹមបាទជំងឺធ្លាក់ទឹកចិត្តជំងឺបាក់ទឹកចិត្តបាទជំងឺនេះវាកើតឡើងដោយសារមិនស្គាល់ពីសច្ចភាពនៃជីវិតបាទចឹងជាមេរៀនចាស់របស់យើងទាំងអស់ដែលអ្នកទាំងអស់គ្នាធ្លាប់ឮហើយបាទចឹងអាចជំងឺខូចចិត្តបាក់ទឹកចិត្តជំងឺមិនស្គាល់ការពិតនេះជាជំងឺដ៏អាក្រក់បំផុតដែលងាយបំផ្លាញជីវិតរបស់មនុស្សបាទជំងឺអស់សង្ឃឹមគឺមិនស្គាល់ពីសច្ចភាពនៃជីវិតដូចជាហ៊ានមានតែមិនហ៊ានបាត់បង់បាទចឹងមនុស្សនៅខ្មែរណាមានតំណែងអត់ហ៊ានបាត់បង់តំណែងអត់ហ៊ានបោះបង់តំណែងដល់អាយុចប់ហើយនៅតែមិនព្រមបោះបង់មានរបស់អីប្រើប្រាស់ត្រូវដឹងថាវាមកប្រហែលថ្ងៃប្រហែលខែប្រហែលឆ្នាំហើយពេលណាវាទៅវិញដល់ពេលវាទៅវិញអត់ហ៊ានបាត់បង់ហ៊ានមានស្នេហាហ៊ានមានមិត្តភ័ក្តិហ៊ានមានម្ដាយឪពុកហ៊ានមានបងប្អូនប៉ុន្តែមិនព្រមហ៊ានបាត់បង់ធ្វើមើលតែខ្លួនឯងនឹងជីវិតអមតៈណាចឹងយើងត្រូវដឹងច្បាប់ធម្មជាតិអ្វីដែលយើងមិនអាចកែប្រែបានអ្វីដែលមានគឺត្រូវតែមានថ្ងៃបាត់បង់ទាំងអស់ចឹងដើម្បីកាត់បន្ថយជំងឺអស់សង្ឃឹមឬក៏ជំងឺធ្លាក់ទឹកចិត្តជំងឺខូចចិត្តនេះបានតើតែយើងរៀនទទួលស្គាល់សេចក្តីពិតថាអ្វីដែលយើងមាននេះគឺជារបស់ដែលយើងខ្ចីប្រើជាបណ្ដោះអាសន្នអ្វីដែលយើងប្រកាសថាជាកម្មសិទ្ធិគឺគ្រាន់តែជារបស់ដែលយើងខ្ចីប្រើបណ្ដោះអាសន្នពេលណាមួយនោះវានឹងចាក់ចេញពីយើងទៅវិញពេលណាមួយនោះផែនដីនឹងយកចេញពីយើងទៅវិញបាទអញ្ចឹងត្រូវតែរៀនទទួលស្គាល់សេចក្តីពិតហ៊ានជួបហ៊ានបែកហ៊ានមានហ៊ានបាត់បង់អូខេបាទហ៊ានទទួលយកតំណែងខ្ពស់ហើយត្រូវហ៊ានទម្លាក់ចោលអូខេបាទអញ្ចឹងអនុវត្តតាមគោលជំហរដ៏សាមញ្ញដែលព្រះពុទ្ធបានទូមានអ្នកគ្មានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើអ្វីៗទាំងអស់ទាំងអស់ដែលអ្នកមានវាគ្រាន់តែមករកអ្នកនៅក្នុងថេរវេលាមួយគ្រាហើយវានឹងចេញពីអ្នកទៅវិញនៅពេលណាមួយបាទអញ្ចឹងបើយើងកាត់បន្ថយអានឹងបាននោះជីវិតយើងនឹងរស់នៅងាយស្រួលជាក់ជាមិនខានអូខេអញ្ចឹងវិលត្រឡប់មកវិញណាជំងឺទាំង10ដែលបំផ្លាញសង្គមខ្មែរបំផ្លាញសុខុមាលភាពជីវិតពលរដ្ឋខ្មែរគឺខ្ជិលច្រអូសចាំតែឲ្យគេធ្វើឲ្យជំងឺក្តិចត្រួយចូលចិត្តចំណែនភាពល្អអ្នកដទៃ
ជំងឺបានតែថាបានតែរីគុណអត់ព្រមបង្ហាញផ្លូវឬមធ្យោបាយឲ្យល្អជំងឺអួតអាងថាមានតែខ្លួនទេអត់ព្រមសហការជាមួយអ្នកដទៃជំងឺយកតែរួចខ្លួនអត់មានទំនួលខុសត្រូវជំងឺអាត្មានិយមគិតតែពីប្រយោជន៍ខ្លួនឯងជំងឺលាបពណ៌ធ្វើឲ្យស្អប់តពូជរស់លែងស្រួលជំងឺផ្កាប់មុខងប់ងល់ធ្វើឲ្យមិនអាចបើកចិត្តទូលាយទទួលយកអ្វីដែលថ្មីល្អដើម្បីលំអជីវិតឲ្យប្រសើรงប់តែនឹងគ្រឿងអេឡិចត្រូនិករហូតដល់ភ្លេចជីវិតជាក់ស្ដែងហើយរស់នៅពិបាកជាងស្លាប់ព្រោះតែអត់ព្រមទទួលស្គាល់សេចក្តីពិតបាទចឹងអាទី10ហ្នឹងវាហិតតែសំខាន់ខ្លាំងអត់ព្រមទទួលស្គាល់សេចក្តីពិតហ្នឹងគឺវាគ្រោះថ្នាក់ណាស់បាទចឹងអូខេបាទវគ្គបញ្ចប់នៃអត្ថបទវាសនាអនាគតរបស់ប្រទេសគឺស្ថិតនៅលើយុវជនរីឯវាសនាអនាគតរបស់យុវជនគឺស្ថិតនៅលើអ្នកអប់រំបាទចឹងប្រទេសយើងល្អឬមិនល្អអាស្រ័យដោយសារពួកយើងជាយុវជនហើយប៉ុន្តែយុវជនរបស់យើងនេះល្អឬមិនល្អដោយសារអ្នកអប់រំបាទចឹងបើអ្នកអប់រំរបស់យើងនេះពេញដោយជំងឺ10ខាងលើពហិនយើងក៏យ៉ាប់ចឹងឃើញអត់ចឹងសំណួរសួរថាតើវាសនារបស់កម្ពុជានឹងទៅជាយ៉ាងណាបើអ្នកអប់រំយើងប្រាប់ពីថាគ្រូយើងណាពេញដោយជំងឺ10ហ្នឹងបាទគ្រូយើងអត់ព្រមសហការមិនព្រមទទួលស្គាល់ការពិតណាមិនព្រមជួយពួកយើងណាគិតតែខ្លួនឯងគិតតែលុយបរៀនឲ្យតែរួចណាបរៀនស៊ីម៉ោងសិស្សមិនបានប្រាប់សិស្សពីសេចក្តីពិតមិនបានណែនាំសិស្សអំពីផ្លូវល្អៗដើម្បីឲ្យសិស្សនឹងរស់ឲ្យស្រួលបាទសួរថាតើបាទវាសនារបស់ប្រទេសមួយនេះនឹងទៅជាយ៉ាងណាបាទចឹងចុងបញ្ចប់ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងរួមគ្នាកសាងឬបង្កើតការអប់រំមួយដែលប្រកបដោយគុណភាពប្រកបដោយសីលធម៌និងប្រសិទ្ធភាពគឺគ្រូប្រកបដោយគុណភាពទើបសិស្សមានគុណភាពណាពេលណាដែលគ្រូមានគុណភាពគឺក៏អត់មានជំងឺ10លើពេលដែលបរៀនសិស្សធ្វើឲ្យសិស្សអត់មានជំងឺ10ខាងលើចឹងកាលណាយើងអត់មានជំងឺ10ខាងលើនោះសង្គមជាតិរបស់យើងនឹងមានគុណភាពនិងល្អប្រសើរជាក់ជាមិនខានអូខេបាទចឹងវាជាដំណើរផ្លូវដែលនៅវែងឆ្ងាយបាទដើម្បីជួយឲ្យគ្រូប្រកបដោយគុណភាពប៉ុន្តែយើងនៅតែមានសោតិថេនិយមប្រសិនបើអាចារ្យៈនឹងកាត់ឡើងនៅពេលណាមួយនោះយើងទាំងអស់គ្នាមានមនសិការស្រឡាញ់ប្រទេសជាតិដូចគ្នាយើងនឹងចេះជ្រើសរើសធ្វើអ្វីៗទៅតាមសក្តានុពលភាពនិងភាពខ្លាំងនៃធម្មជាតិនៃជីវិតរបស់យើងរៀងៗខ្លួនយើងមិនបំផ្លាញអ្នកដទៃប្រេះប្រាស់នោះយើងប្រកាសជាអាចរួមគ្នាដើម្បីកសាងសង្គមជាតិមួយនេះឲ្យក្លាយជាសង្គមមួយដែលល្អប្រសើរហើយពលរដ្ឋទាំងអស់នឹងរស់នៅប្រកបដោយសុភមង្គលដែលជាបំណងប្រាថ្នាចម្បងបង្អស់របស់មនុស្សជាតិជាក់ជាមិនខានបាទសូមអរគុណហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអាចទទួលយកបទពិសោធន៍តាមដែលខ្ញុំបានណែនាំខាងលើទាំងអំបាលម៉ានដើម្បីចែករំលែកបន្តទៅដល់អ្នកដទៃជាពិសេសគឺជាជំហានដំបូងមិត្តភ័ក្តិរបស់អ្នកឬគ្រួសាររបស់អ្នកដើម្បីយើងអាចរួមគ្នាកសាងសហគមន៍តូចៗរបស់យើងមានន័យថាកសាងផ្ទះយើងកសាងគ្រួសារយើងថ្នាក់រៀនរបស់យើងឬកន្លែងធ្វើការរបស់យើងឲ្យបានល្អប្រសើរជាមុននឹងយើងអាចកសាងសង្គមដ៏ធំដ៏មួយអូខេយើងត្រូវតែមានជំនឿចិត្តថាយើងពិតជាអាចកាត់បន្ថយជំងឺទាំង10មុខនេះបានប្រសិនបើយើងព្យាយាមស្វែងយល់ឲ្យបានល្អហើយព្យាយាមអនុវត្តចេញពីខ្លួនយើងម្ដងបន្តិចបើអ្នកគិតថាអ្នកអាចធ្វើបាននោះអ្នកប្រកាសជាអាចធ្វើបានលើសពីនោះទៀតបើអ្នកអាចដេកយល់សពបានអ្នកប្រកាសជាធ្វើឲ្យវាទៅជាសេចក្តីពិតជាក់ស្ដែងបានបាទសូមអរគុណសូមជម្រាបលា